ប្រគល់មនុស្សម្នាក់មកឲ្យខ្ញុំសុំត្រឹមតែមិនមែនជាអ្នកវិកលចរិតខ្ញុំនឹងបណ្ដោះឲ្យคล้ายទៅជាអ្នកដឹកនាំឃ្លានេះជាសម្ដីរបស់នាយកសាលានាយទាហាន Dale Palmer អតីតនាយកសាលាបណ្ឌិតសភាយោធាសាលាយោធាមួយនេះមិនត្រឹមតែជឿទៅលើពាក្យពេចន៍ចចាមអារាមដែលតែងពោលថាមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលកើតមកមានទេពកោសល្យជាអ្នកដឹកនាំស្រាប់ហើយមនុស្សផ្សេងទៀតក្រៅពីនេះមិនចាំបាច់រៀនដឹកនាំទេទស្សនៈបែបនេះមិនអាចយកមកពិចារណាបានឡើយព្រោះវាគ្រាន់តែជាការយល់ឃើញខុសឆ្គងដែលមនុស្សទូទៅជឿតៗគ្នាប៉ុណ្ណោះយើងតែងតែឮមនុស្សពោលថាអ្នកដឹកនាំគឺជាអ្នកដែលកើតមកមានទេពកោសល្យដឹកនាំពីកំណើតស្រាប់មិនមែនកើតចេញពីការកសាងបណ្ដុះបណ្ដាលទេប៉ុន្តែឃ្លានេះបានមើលរំលងសច្ចភាពមួយគឺអ្នកដឹកនាំអាចជាអ្នកដែលមានទេពកោសល្យពីកំណើតស្រាប់ផងនិងជាអ្នកដែលត្រូវបានបណ្ដុះបណ្ដាលឲ្យក្លាយទៅជាអ្នកដឹកនាំយ៉ាងស្ទាត់ជំនាញផងដោយដែលអ្នកប្រាជ្ញវិទ្យាសាស្ត្រសង្គម Herbert Simon បានលើកឡើងយ៉ាងស៊ីជម្រៅថាបុគ្គលម្នាក់ដែលមានទេពកោសល្យពីកំណើតដូចជាប្រាជ្ញាឈ្លាសវៃកាយសម្បទារឹងមាំនិងសមត្ថភាពប្រស្រ័យទាក់ទងល្អជាមួយអ្នកដទៃតែប្រសិនបើបុគ្គលបានឆ្លងកាត់ការលត់ដំការអនុវត្តជាក់ស្ដែងបូករួមទាំងការសិក្សាបទពិសោធន៍មុខជានឹងប្រែក្លាយទេពកោសល្យទាំងនោះឲ្យទៅជាជំនាញវិជ្ជាជីវៈកំពូលនៅពេលនេះហើយដែលអ្នកដឹកនាំឆ្នើមម្នាក់នោះនឹងចាប់កំណើតឡើងទោះបីជាខ្លឹមសារនៃអាកប្បកិរិយាដឹកនាំគឺជះឥទ្ធិពលទៅលើអ្នកដទៃរហូតសម្រេចគោលដៅរួមមើលទៅហាក់ដូចជាសាមញ្ញជាងអ្វីដែលយើងឃើញពីសម្បកក្រៅប៉ុន្តែសម្រាប់បណ្ឌិតសភាយោធាអាកប្បកិរិយាដឹកនាំគឺជាអ្វីដែលត្រូវអនុវត្តនៅក្នុងជីវិតជាក់ស្ដែងជាប្រចាំជាប់លាប់ការរៀនធ្វើជាអ្នកដឹកនាំមានលក្ខណៈស្មុគស្មាញប្រៀបបាននឹងការរៀនក្លាយជាមនុស្សពេញវ័យម្ដងទៀតនៅបណ្ឌិតសភាយោធាការក្លាយជាមនុស្សពេញវ័យមិនមែនជារឿងចៃដន្យទេតែការអនុវត្តជាក់ស្ដែងយើងបង្រៀនសិស្សនាយទាហានឆ្នាំទី1ថាកាលបើចង់ឈានដល់កម្រិតថ្មីនៃជីវិតអ្នកត្រូវហ៊ានរុះរើទម្លាប់ចាស់ៗហើយរៀនធ្វើរឿងគ្រប់យ៉ាងតាមរបៀបថ្មីចាប់តាំងពីរបៀបនៃការហូបចុកការដើរហើររហូតដល់ការពិចារណាធ្វើបែបនេះទើបសិស្សនាយទាហានអាចរៀនពីរបៀបដឹកនាំអ្នកដទៃបានព័ត៌មានលម្អិតនៃដំណើរការផ្លាស់ប្ដូរនេះនិងរបៀបយកទៅអនុវត្តនៅក្នុងស្ថាប័នក្រៅយោធានឹងត្រូវបានបកស្រាយកាន់តែច្បាស់នៅក្នុងអត្ថបទខាងក្រោយសូមចងចាំថាស្នូលនៃវគ្គសិក្សារបស់យើងមិនមែនជាយុទ្ធសាស្ត្រនៅលើក្រដាស់ឬទស្សនវិជ្ជាស្មុគស្មាញទេតែជាប្រព័ន្ធគុណតម្លៃនិងការអនុវត្តជាក់ស្ដែងការហ៊ានឈរត្រាំភក់រួមសុខទុក្ខជាមួយកូនទាហានការសិក្សាឆ្វេងយល់ពីការងាររបស់កូនចៅនិងការប្រចាំការកន្លែងកើតហេតុនៅពេលមានបញ្ហារហូតទាល់តែរកឃើញដំណោះស្រាយសមិទ្ធផលទាំងនេះគឺជាផ្លែផ្កាដែលដុះចេញពីការបណ្ដុះគុណតម្លៃនៅបណ្ឌិតសភាយោធាមួយវិញទៀតគុណតម្លៃថ្លៃថ្លាទាំងនេះមានឫសគល់ដុះចេញពីស្ថាប័នចំណាស់មួយនេះផ្ទាល់ប្រវត្តិសាស្ត្ររបស់បណ្ឌិតសភាយោធាមានអាយុស្ទើរតែស្មើនឹងសហរដ្ឋអាមេរិកទៅហើយរាប់ចាប់តាំងពីការចាប់បដិសន្ធិក្នុងសម័យប្រធានាធិបតី Thomas Jefferson បណ្ឌិតសភាយោធាត្រូវបានប្រសិទ្ធនាមថារោងចក្រផលិតអ្នកដឹកនាំដែលមានសក្តានុពលនាមរបស់អតីតសិស្សនាយទាហានដែលបានបញ្ចប់ការសិក្សាទីនេះបានក្លាយជាតួអង្គល្បីល្បាញក្នុងទំព័រប្រវត្តិសាស្ត្រយោធាមានដូចជាឧត្តមសេនីយ៍ Ulysses Grant ឧត្តមសេនីយ៍ Robert E. Lee ឧត្តមសេនីយ៍ Duma Clark Carter ឧត្តមសេនីយ៍ Dwight Eisenhower ឧត្តមសេនីយ៍ Omar Bradley រហូតមកដល់ជំនាន់ក្រោយៗទៀតមិនតែប៉ុណ្ណោះបណ្ឌិតសភាយោធាបានបោះដៃយ៉ាងវែងចូលរួមចំណែកកសាងអ្នកដឹកនាំក្នុងវិស័យស៊ីវិលរបស់សហរដ្ឋអាមេរិកបុគ្គលល្បីៗទាំងនោះរួមមាន Robert Wood ដែលប្រែក្លាយក្រុមហ៊ុន Xerox ឲ្យទៅជាឈ្មោះល្បីសុសសាយគ្រប់ផ្ទះ Ren Arascox ប្រធានសាជីវកម្មទូរស័ព្ទនិងទូរលេខអន្តរជាតិ Wesley Powell អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Pittsburgh និង Frank Borman ដែលជាអតីតអវកាសយានិកនិងអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរ Eastern Airlines អតីតនិស្សិតដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាជាច្រើនរូបបានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនយក្សលំដាប់ពិភពលោករួមមានក្រុមហ៊ុន Coca-Cola ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យការពារជាតិនិងអវកាស General Dynamics ក្រុមហ៊ុនបច្ចេកវិទ្យានិងអេឡិចត្រូនិក Perry ក្រុមហ៊ុនគីមីសាស្ត្រ Dubon
លើសពីនេះមានអ្នកដែលក្លាយជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យល្បីៗដូចជាសាកលវិទ្យាល័យកូឡុំបៀជាស្ថានបច្ចេកវិទ្យាចតជានិងសាកលវិទ្យាល័យកាលីហ្វ័រញ៉ាមិនតែប៉ុណ្ណោះមនុស្សទាំងនេះមានវត្តមានជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលសហព័ន្ធរដ្ឋនិងថ្នាក់មូលដ្ឋានទៀតអ្វីដែលកាន់តែអស្ចារ្យគឺអ្នកដឹកនាំដែលឆ្លងកាត់ការបណ្ដុះបណ្ដាលពីថ្នាក់បណ្ឌិតសភាយោធាគឺជាអ្នករ៉ាប់រងបញ្ចប់គម្រោងប្រវត្តិសាស្ត្រប្រជាបាណាម៉ានិងគម្រោងសាធារណៈធំៗជាច្រើនទៀតដែលថែមទាំងដើរតួនាទីយ៉ាងសំខាន់លើឆាកការទូតអន្តរជាតិក្នុងចំណោមមនុស្ស3នាក់ដែលបានឡើងទៅជាន់ដីឋានព្រះច័ន្ទដំបូងគេបង្អស់គឺមាន2នាក់ហើយដែលជាអតីតនាយទាហានធ្លាប់ឆ្លងកាត់ការរៀនសូត្រនៅបណ្ឌិតសភាយោធាអស់រយៈពេលយូរលង់មកហើយនៅក្នុងបេសកកម្មបណ្ដុះបណ្ដាលអ្នកដឹកនាំលំដាប់ពិភពលោកទាំងនេះក្នុងវិស័យស៊ីវិលនិងទាំងក្នុងវិស័យយោធាបណ្ឌិតសភាយោធាតែងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នេះបញ្ជាក់ឲ្យឃើញថាគំរូនៃការបណ្ដុះបណ្ដាលនេះគឺរឹងមាំអាចធន់ទៅនឹងការសាក់លបងនៃពេលវេលាផ្ដល់សមិទ្ធផលឲ្យមនុស្សឆ្នើមចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជាតិនិងមានប្រព័ន្ធពេញលេញក្នុងនាមជាគំរូល្អឯកមួយបណ្ឌិតសភាយោធាមិនត្រឹមតែជាកន្លែងបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំប៉ុណ្ណោះទេថែមទាំងផ្ដល់នូវគំនិតនិងបទពិសោធន៍ដែលមានតម្លៃរាប់មិនអស់សម្រាប់បុគ្គលម្នាក់ៗនិងយកទៅអភិវឌ្ឍជំនាញដឹកនាំរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងថែមទៀត